នៅក្នុងពេលបច្ចុប្បន្នយើងនេះគឺសម្បូរអ្នកចាប់អារម្មណ៍នៅក្នុងការចិញ្ចឹមនៅសត្វកដូបច្រើនប្រិមិត្តហើយនេះគឺជាសកម្មភាពដែលមិនបានទៅទិញកដូបដែលគេចៀនថ្មីអញ្ចឹងណាប្រិមិត្តដែលគេបំពងថ្មីសត្វកដូបនេះគឺមិនមែនជាកដូបចិញ្ចឹមទេគឺជាកដូបដែលវានៅតាមស្រែតាមអីចឹងណាគេចាប់វាពីតាមស្រែតាមអីចឹងទៅហើយក៏គេយកមកបំពងលក់អីចឹងទៅនៅក្នុងការបំពងនេះគឺគាត់យកមកបំពងបែបលក្ខណៈស្រស់តែម្ដងដែលគាត់ទើបតែទិញតពីគេមកដែរចឹងណាប្រិមិត្តពុកម៉ែបងប្អូនហើយគាត់បំពងថ្មីហ្នឹងគឺអេដមីនទៅអង្គុយចាំគាត់តែម្ដងដោយសារតែជិះតាមផ្លូវទៅក៏ឃើញថាគាត់កំពុងតែរៀបចំនឹងបំពងទៅហើយចឹងទៅក៏គិតថាកម្របានទិញកដូបដែលគេបំពងថ្មីអញ្ចឹងណាចឹងទៅក៏ឈប់សំណេះសំណាលជាមួយគាត់ខ្លះបើតាមផ្លូវដែល admin ជិះមកហ្នឹងគឺឃើញមានអ្នកចិញ្ចឹមច្រើនប្រិមិត្តអញ្ចឹងគឺបានន័យថាប្រជាជនយើងឥឡូវហ្នឹងគឺសម្បូរអ្នកចិញ្ចឹមកដូបច្រើនខ្លាំងមែនទែនដោយសារតែគេគិតថាទីផ្សារកដូបឥឡូវនេះគឺមានទីផ្សារល្អអញ្ចឹងណាប្រិមិត្តពុកម៉ែបងប្អូនបើតាមដែល admin ធ្លាប់សួរធ្លាប់អីអ្នកដែលគេធ្លាប់ចិញ្ចឹមធ្លាប់អីហ្នឹងគឺទីផ្សារវានៅល្អអញ្ចឹងទៅថាវានៅបានថ្លៃអញ្ចឹងណាប្រិមិត្តប៉ុន្តែខ្លាចថាទៅទីទៀតទៅអាចថាសម្បូរអ្នកចិញ្ចឹមច្រើនពីព្រោះថាឥឡូវនេះជិះតាមផ្ទះ admin ជិះតាមផ្លូវតាមអីហ្នឹងគឺឃើញគេចិញ្ចឹមនៅតាមផ្ទះតាមអីយ៉ាងហូរហែតែម្ដងដោយសារតែសត្វកដូបគឺគេស្រួលចិញ្ចឹមទេប្រិមិត្តពុកម៉ែបងប្អូនដូច admin បានចេញវីដេអូមកជាច្រើនហូរហែអីនៅក្នុងការចិញ្ចឹមហ្នឹងគឺចិញ្ចឹមស្រួលទេប្រិមិត្តក្នុងការដាក់ចំណីដាក់អីហ្នឹងគឺគេដាក់តែស្មៅដាក់អីដូចតែយើងចិញ្ចឹមគោចិញ្ចឹមក្របីអីចឹងដែរប្រិមិត្តឲ្យតែមានស្មៅខៀវខ្ចីហ្នឹងគឺវាសិចមានដើមពោតមានដើមស្រូវដើមស្មៅដើមអីហ្នឹងគឺវាស៊ីអាលក្ខណៈថាដើមខៀវណាប្រិមិត្តមែនទែនទៅអ្នកខ្លះគាត់ដាក់ទាំងស្លឹកចេកស្លឹកអីឲ្យវាស៊ីទៀតប្រិមិត្តពុកម៉ែបងប្អូនអញ្ចឹងគឺថាកដូបហ្នឹងគឺស្រួលចិញ្ចឹមខ្លាំងមែនទែនតែម្ដងហើយឥឡូវហ្នឹងគឺមិនសូវមានកដូបដែលគេចាប់តាមស្រែតាមអីប្រហែលទេភាគច្រើនគឺគេចិញ្ចឹមបានតាមផ្ទះច្រើនមែនទែនឥឡូវហ្នឹងគឺជិះតាមផ្លូវសង្ឃថាផ្ទះណាក៏គេចិញ្ចឹមសត្វកដូបដែរប្រិមិត្តពុកម៉ែបងប្អូនគឺថាទីផ្សារវានៅល្អអញ្ចឹងណាប្រិមិត្តតែអាចថាបើសិនជាទៅមុខទៀតទៅអាចថាសម្បូរអ្នកចិញ្ចឹមច្រើនហើយអាចថាធ្លាក់ថ្លៃវិញក៏ថាបានដែរប្រិមិត្តពុកម៉ែបងប្អូនដោយសារតែទីផ្សារឲ្យតែសម្បូរដឹងតែតម្លៃហ្នឹងគឺចាប់ផ្ដើមធ្លាក់ហើយអញ្ចឹងគឺឥឡូវនេះគឺទីផ្សារល្អនៅមានសម្បូរអ្នកចិញ្ចឹមនៅមានអីចឹងទៅប្រិមិត្តពុកម៉ែបងប្អូនហើយកដូបនេះគឺ admin បានរងចាំទិញពីគាត់តែម្ដងប្រិមិត្តរងចាំទិញពីគាត់ដែលគាត់បំពងថ្មីចឹងណាចឹងទៅគឺអង្គុយមួយផ្លេតទៅគឺគាត់បំពងហើយឲ្យប្រិមិត្តបន្តមកក៏ទិញគាត់ហើយធូរថ្លៃមែនទែនតែម្ដងមួយកំប៉ុងហ្នឹងគឺតម្លៃត្រឹមតែ3000រៀលទេប្រិមិត្តពុកម៉ែបងប្អូនមួយកំប៉ុង3000រៀលហើយគាត់ថែមមកយើងទៀតប្រិមិត្តថែមឡើងមិនចេះតិចទេប្រិមិត្តពុកម៉ែបងប្អូនហើយដល់ពេលអញ្ចឹងទៅ admin ក៏ទិញ2កំប៉ុងប្រិមិត្តពុកម៉ែបងប្អូនគាត់ថាទិញ2កំប៉ុងអញ្ចឹងទៅគាត់ដាក់ឡើងកំប៉ុងឲ្យអញ្ចឹងណាហើយក៏នៅចាប់ថែមខាងក្រៅឲ្យទៀតនិយាយទៅគាត់នេះគាត់ថែមមកយើងអញ្ចឹងដោយសារតែយើងមកមុនគេមកអង្គុយចាំគាត់អញ្ចឹងណាអញ្ចឹងគាត់ថា2កំប៉ុងដូចស្ទើរអញ្ចឹងក៏ទិញមកកំប៉ុងទៀតអញ្ចឹងទៅប្រិមិត្ត